អ្នកធ្លាប់ឆ្ងល់ទេថាយន្តហោះដែលមានទម្ងន់ជាង300 តោនអាចហោះឡើងលើមេឃបានដោយរបៀបណា? ក្នុងរយៈពេល3នាទីនេះយើងនឹងបង្ហាញអាថ៌កំបាំងវិទ្យាសាស្ត្រដែលធ្វើឲ្យយន្តហោះអាចហោះហើរបានទោះបីជាយន្តហោះមានទម្ងន់ធ្ងន់ខ្លាំងក៏ដោយក៏វាអាចហោះហើរបានដោយកត្តាធ្វើការរួមគ្នារបស់កម្លាំងសំខាន់4គឺមានទី1គឺ lift កម្លាំងលើកដែលជាកម្លាំងលើកយន្តហោះឡើងទៅលើទី2 weight ឬទម្ងន់ដែលជាកម្លាំងទំនាញផែនដីទាញយន្តហោះចុះក្រោមទី3គឺ thrust ឬកម្លាំងរុញដែលបង្កើតឡើងដោយម៉ាស៊ីនដើម្បីរុញយន្តហោះទៅមុខទី4គឺ drag ឬកម្លាំងអូសទាញដែលអាចធ្វើឲ្យកម្លាំងខ្យល់រារាំងចលនារបស់យន្តហោះចំណុចសំខាន់បំផុតដែលធ្វើឲ្យយន្តហោះអាចហោះហើរបានគឺស្លាបរបស់វាស្លាបយន្តហោះត្រូវបានរចនាធ្វើឲ្យមានរាងកោងនៅផ្នែកខាងលើខណៈផ្នែកខាងក្រោមមានរាងស្មើជាងនៅពេលដែលយន្តហោះរត់នៅលើផ្លូវហោះហើរខ្យល់នឹងហូរឆ្លងកាត់ស្លាបទាំងពីរផ្នែកដោយសារតែផ្នែកខាងលើមានរាងកោងខ្យល់នៅផ្នែកខាងនេះត្រូវហូរលឿនជាងផ្នែកខាងក្រោមនៅពេលដែលខ្យល់ហូរលឿនសម្ពាធខ្យល់នឹងថយចុះដូច្នេះសម្ពាធនៅផ្នែកខាងលើស្លាបទាបជាងផ្នែកខាងក្រោមដោយសារតែភាពខុសគ្នានៃសម្ពាធនេះហើយបង្កើតបានជាកម្លាំងលើកឬគេហៅថា lift ដែលជួយឲ្យយន្តហោះហោះឲ្យផុតពីដីបានប៉ុន្តែកម្លាំងលើកមិនមែនតែមួយមុខគ្រប់គ្រាន់ទេយន្តហោះត្រូវការកម្លាំងរុញពីម៉ាស៊ីនដើម្បីបង្កើនល្បឿនវាទៅមុខម៉ាស៊ីនយន្តហោះធ្វើការដោយបូមខ្យល់ចូលបង្ហាត់ខ្យល់ឲ្យមានសម្ពាធខ្ពស់លាយជាមួយប្រេងឥន្ធនៈដើម្បីដុតបង្កើតជាឧស្ម័នក្តៅឧស្ម័នក្តៅនេះហើយត្រូវបានបាញ់ចេញទៅផ្នែកខាងក្រោយក្នុងល្បឿនលឿនខ្លាំងយោងតាមច្បាប់ទី3របស់ Newton រាល់សកម្មភាពតែងមានប្រតិកម្មស្មើគ្នានិងផ្ទុយគ្នាដូច្នេះនៅពេលឧស្ម័នត្រូវបានបាញ់ទៅក្រោយយន្តហោះនឹងត្រូវបានរុញទៅមុខនៅពេលកម្លាំងរុញមានច្រើនគ្រប់គ្រាន់ហើយកម្លាំងលើកធំជាងទម្ងន់យន្តហោះនឹងចាប់ផ្ដើមលើកចេញពីដីនិងហោះឡើងទៅលើមេឃសរុបមកយន្តហោះហោះហើរបានដោយសារការសហគ្នារវាងកម្លាំងលើកកម្លាំងរុញកម្លាំងអូសទាញនិងទម្ងន់វាជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រវិស្វកម្មនិងបច្ចេកវិទ្យាដ៏អស្ចារ្យដែលអនុញ្ញាតឲ្យមនុស្សអាចធ្វើដំណើរឆ្លងកាត់ទ្វីបនិងមហាសមុទ្រក្នុងរយៈពេលខ្លីបើសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនា